បាទយើងឃើញថាការប្រកួតនេះបានចាប់ផ្ដើមនៅម៉ោង 6 ល្ងាចនាពហុកីឡដ្ឋានជាតិដែលប្រិមិត្តស្គាល់ថា Start Olympic ជំនួបសប្តាហ៍ទី 12 រវាងក្រុមម្ចាស់ផ្ទះបឹងកេតឯកសណ្ឋានពណ៌សមឈុតតែម្ដងជាមួយនឹងក្រុមភ្ញៀវ Live Cap ប្រសិទ្ធនុបាទឯកសណ្ឋានអាវពណ៌បៃតងចាស់លីសខោពណ៌បៃតងស្រោមជើងពណ៌បៃតងបាល់លេងចេញពីក្រុមម្ចាស់ផ្ទះបឹងកេតមុនបាទចំណុចនេះម៉ាត់នរុនដែលជាខ្សែប្រយុទ្ធបាទមួយរូបរបស់បឹងកេតប៉ុនប៉ងតែរំលងរបាទីបន្ទាប់មកទៀតអ៊ីវសុវណ្ណរាត្រង់នេះហើយដែលបង្កើតបាននៅការនាំមុខគ្រាប់បាល់ទី1តាមរយៈការទទួលបាល់ឲ្យទាញផុតពីអុកដេវីនទាត់បញ្ចូលទីដែលប្រើជើងឆ្វេង Iago Bento Fernandes បាទព្យាយាមតែមិនបានសម្រេចហើយត្រង់នេះជាកំហុសរបស់អ្នកចាំទីរងចុងមីងដែលព្យាយាមបាទពន្យានឹងបញ្ជូនតែមិនបានសម្រេចធ្វើឲ្យអ៊ីវសុវណ្ណរាឆក់យកបាល់បានទាត់បញ្ចូលទីនៅនាទីទី 45/2 ហើយចប់វគ្គទី1បឹងកេតនាំមុខ2-0ចូលដល់វគ្គទី2ការប្រកួតបាទក៏បន្តយ៉ាងសស្រាក់សស្រាំហើយត្រង់នេះបាទការទះបាទកែងជើងដើម្បីរកឱកាសកាត់បាទរបស់កីឡាករបាទ live តែមិនបានសម្រេចហើយនេះហើយដែលជាការបាទសង្គ្រោះបាល់បាទជះមិនបានឆ្ងាយធ្វើឲ្យ Lewis Willy ទាត់បញ្ចូលទីបានសម្រេចបាទត្រង់នេះការលូកបាទរុញបាល់ឲ្យផុតប៉ុន្តែក៏បាទមិនទទួលបានបាល់ពីនៃ penalty នោះទេ Lewis Willy ព្យាយាមលោតតែមិនពេញក្បាលល្អនោះឡើយបន្តមកទៀតការប៉ុនប៉ងរបស់បាទម៉ាត់នរុនចំចំហរបស់អ្នកចាំទីរុនចុងមីងហើយចុងក្រោយលោកអញ្ញាកណ្ដាលឆនបញ្ញាក៏បានផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការបង្ហាញថាបឹងកេតរកបាន3ពិន្ទុនៅក្នុងសប្តាហ៍ទី 12 នៃលីកកំពូលកម្ពុជា Cambodian Premier League